ទម្លាប់ល្អមុនគេងបើអនុវត្តបានជាប្រចាំនឹងជួយឲ្យគេងលក់ស្រួល សុខភាពល្អ និងគំនិតស្ងប់ស្ងាត់ នៅក្នុងប្រធានបទទម្លាប់ល្អមុនគេងមាន 7 ចំណុច ទី 1 បិទទូរស័ព្ទបិទអេក្រង់បិទមុនគេង 30 ទៅ 60 នាទី ដើម្បីឲ្យខួរក្បាលសម្រាក ទី 2 អានសៀវភៅ ឬស្ដាប់តន្ត្រីស្រាលៗ ជួយបន្ថយស្ត្រេស និងធ្វើឲ្យងងុយគេង ទី 3 អធិដ្ឋាន ឬសមាធិខ្លីៗ ធ្វើចិត្តស្ងប់ និងគេងដោយសុខសាន្ត ទី 4 កុំញ៉ាំម្ហូបធ្ងន់ពេលយប់ គួរញ៉ាំមុនគេងយ៉ាងហោចណាស់ 2 ទៅ 3 ម៉ោង ទី 5 រៀបចំកន្លែងគេងឲ្យស្អាត និងស្ងប់ បន្ទប់ត្រជាក់ស្ងាត់ និងងងឹតបន្តិច ទី 6 គេងម៉ោងដដែលជារៀងរាល់ថ្ងៃ ជួយឲ្យនាឡិកាជីវិតដំណើរការល្អ ទី 7 គិតរឿងល្អៗ មិនគិតបញ្ហាបញ្ឈប់ថ្ងៃដោយអារម្មណ៍វិជ្ជមាន បាទនេះគឺជាវីដេអូទម្លាប់ល្អមុនចូលគេងរបស់ខ្ញុំមានតែប៉ុណ្ណឹងទេជួបខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណ